ុំបោះបង់ព្រោះថ្ងៃស្អែកអាចជាពេលដែលអ្វីៗនឹងផ្លាស់ប្ដូរក្នុងជីវិតមនុស្សការធុញថប់ការឈឺចាប់ការខកចិត្តនិងការរអាក់រអួលមិនមែនជារឿងចម្លែកនោះទេអ្នកអាចនឹងនឹកឃើញចិត្តហេតុអ្វីជីវិតខ្ញុំមិនដំណើរការដូចអ្នកផ្សេងនោះប៉ុន្តែនិយាយតាមការពិតមិនមាននរណាម្នាក់ដែលដើរតាមផ្លូវដោយរលូនជានិច្ចនោះទេមានពេលមួយដែលអ្នកនឹងដេកហើយទឹកភ្នែកហូរនៅលើខ្នើយដោយសារតែធុញជាមួយនឹងជីវិតធុញជាមួយនឹងមនុស្សខ្លះឬក៏ខុសចិត្តនៅលើខ្លួនឯងតែសូមចងចាំអ្វីមួយអ្នកមិនស្ថិតនៅទីនេះដើម្បីបោះបង់នោះទេអ្នកកើតមកមិនមែនតែសម្រាប់ចាញ់នោះទេគឺអ្នកកើតមកដើម្បីប្រយុទ្ធដើម្បីជឿជាក់ទៅលើសុបិនហើយដើម្បីបង្កើតជីវិតដ៏មានន័យបញ្ហាមិនមែនជាច្រកផ្លូវបិទនោះទេតែវាជាច្រកផ្លូវចេញទៅកាន់អ្វីល្អប្រសើរជាងនេះបញ្ហាគ្រប់យ៉ាងដែលអ្នកជួបពេលនេះមិនមែននៅនឹងជាមួយអ្នកជារៀងរហូតនោះទេវាមានពេលវេលាដែលវានឹងបញ្ចប់បើសិនជាអ្នកអាចតស៊ូអ្នកអាចក្លាយជាមនុស្សដ៏រឹងមាំជាងមុនបើអ្នកអាចសម្ដែងការចេះអត់ធ្មត់ក្នុងពេលពិបាកអ្នកនឹងឃើញថាជីវិតកំពុងបង្ហាញនៃមួយថ្មីដែលមុននេះអ្នកមិនធ្លាប់បានដឹងសូមកុំបោះបង់ព្រោះតែថ្ងៃអាក្រក់កុំសន្មតថាខ្ញុំមិនអាចទេតែសូមសន្មតថាខ្ញុំនឹងសាកល្បងវាម្ដងទៀតចូលជឿជាក់លើខ្លួនឯងព្រោះអ្នកគឺជាមនុស្សម្នាក់ដែលអាចធ្វើអ្វីធំបានបើសិនអ្នកមិនបោះបង់សុបិនដូចភ្នំមិនអាចឡើងដល់ដោយសារជំហានដំបូងនោះទេមនុស្សជោគជ័យគ្រប់រូបបានឡើងទៅដល់ចំណុចកំពូលដោយជំហានតិចៗជាមួយនឹងការបរាជ័យជាច្រើនជំហានតែពួកគេមិនធ្លាប់បោះបង់ក៏ដូចជាអ្នកក៏មិនត្រូវបោះបង់នោះដែរទោះបីជាការធ្វើអាជីវកម្មអត់មានបានផលឬការសិក្សាមិនទាន់រលូនវាគ្រាន់ជាផ្នែកមួយនៃដំណើរតែប៉ុណ្ណោះថ្ងៃស្អែកអ្នកអាចក្លាយជាថ្ងៃដែលអ្វីៗនឹងផ្លាស់ប្ដូរមែនទែនហេតុអ្វីចាំបាច់ដល់ថ្ងៃស្អែកហើយទើបសម្រេចចិត្តតស៊ូចាប់ផ្ដើមថ្ងៃនេះចាប់ផ្ដើមពីជំហានតូចៗបង្កើតវិន័យលើខ្លួនឯងសូមទុកឲ្យពេលវេលានិងការប្រកួតប្រជែងនៅក្នុងជីវិតបង្រៀនអ្នកយឺតអ្នកមិនចាំបាច់លឿនជាងគេនោះទេតែអ្នកត្រូវតែមិនឈប់ដើរទេចំណុចសំខាន់ចុងក្រោយមិនមានបញ្ហាណាដែលធំជាងចិត្តរឹងមាំរបស់អ្នកទេមិនមានសុបិនណាដែលធំជាងការលះបង់របស់អ្នកទេមិនមានគ្រោះថ្នាក់ណាដែលអាចបង្ហាញថាអ្នកគ្មានតម្លៃទេអ្នកមានតម្លៃជានិច្ចថ្ងៃស្អែកអាចជាថ្ងៃដែលអ្វីៗនឹងបង្ហាញថាចូលដើរទៅមុខទោះជាពេលនេះមានពពកតែមួយជំហានក៏ដោយ